បន្តទៅកាន់នៅវីដេអូសេចក្តីជូនត្រឹមបកាទី22ចំណុចទី17ខ្ញុំតាមតែមានពេលវេលាបានធ្វើវីដេអូចន្លោះពេលដែលខ្ញុំនៅក្នុងក្រសួងមិនខ្ញុំអាចធ្វើវីដេអូជូនដៃពុកបានបើមិនខ្ញុំនៅក្រៅក្រសួងគឺខ្ញុំធ្វើអត់បានទេកូនចាំដៃពុកណាកាន់ទឹកអាស៊ីតនៅក្រៅក្រសួងគឺខ្ញុំធ្វើវីដេអូរាយការណ៍ឲ្យដៃពុកអត់បានទេកូនចាំដៃពុកកាន់ទឹកអាស៊ីតជាប់ដៃដើរគៀកក្រោយខ្នងខ្ញុំគ្រប់ពេលវេលាហ៊ានតែនិយាយចាក់ទឹកអាស៊ីតឲ្យផឹកហ៊ានតែនិយាយចាក់ទឹកអាស៊ីតឲ្យផឹកខ្ញុំប្រាប់ខ្ញុំអត់ដឹងកម្មខែឲ្យជាមួយកូនចាំដាច់ពុកទេកម្មខែខ្លាំងមែនតើហ្មងចឹងឲ្យខ្ញុំបកមកវិញហើយសម្ដេចពុកវាអត់មានអីសំខាន់ជាងអាភាពជឿជាក់វាសំខាន់ណាស់ណែមិនប្រកាសថាកូនចាំដៃពុកធ្វើការឲ្យដៃពុក100ឆ្នាំទេហើយខ្ញុំជាប្រជាជនដៃពុកអត់ដែរស្គាល់វាមិនមែនបញ្ហាអាភាពជឿជាក់វាអត់ស្ថិតនៅលើពេលវេលាត្រង់ហ្នឹងទេវាស្ថិតនៅលើហេតុផលរបស់មនុស្សហើយនៅភាពត្រឹមត្រូវរបស់មនុស្សបើសិនជាមនុស្សធ្វើការឲ្យដៃពុកក៏បានត្រឹមតែអួតចាក់គ្រឹះរឹងមាំតែជនក្បត់ជាតិមានពេញប្រទេសអត់ដឹងអត់អាចរាយការណ៍បានមិនត្រឹមតែប៉ុណ្ណឹងក្រុមការងាររបស់ស្រីពុកចុះទៅជួបជាមួយនឹងប្រជាជនដើម្បីចាក់រុកឲ្យប្រជាជនជួយផ្សាយពាណិជ្ជកម្មឲ្យពួកក្រុមប្រឆាំងពួកក្រុមក្បត់ជាតិសម្ដេចពុកពិចារណាខ្លួនឯងហើយមើលមកលើរាល់ការរាយការណ៍របស់ខ្ញុំកន្លងមកឲ្យម្ដេចពុកដែលបានផលប្រយោជន៍អីពីម្ដេចពុកឯងអត់ដែលបានផលប្រយោជន៍ពីម្ដេចពុកមកកាក់ម៉ាស៊ីនហើយយកជីវិតទៅបោះចោលដូចអាចគោមេអញ្ចឹងស្ដេចពុកដែរឃើញទេរាយការណ៍ឲ្យសម្ដេចពុកប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ដល់អាយុជីវិត2ដងហើយថ្ងៃដែលខ្ញុំត្រូវបានកូនចាំដៃពុកធ្វើបាបខ្ញុំជាទីបំផុតរហូតដល់ខ្ញុំដើរដេកតាមចាំខ្នល់ហូតទៅលុយ100លុយខ្មែរជាប់ខ្លួនរបានបិសខ្លាយទៅជាសាក់សពដែលត្រូវបានវាខ្ចប់ដាក់ចូលទៅក្នុងថង់ប្លាស្ទិកយកបោះចោលសម្ដេចពុកដឹងថាវាអត់មានប្រយោជន៍អីតទៅសោះសម្រាប់ខ្ញុំនៅក្នុងការលះបង់អញ្ចឹងអាទំនុកចិត្តហ្នឹងវាអាស្រ័យទៅលើធម៌នឹងដូចគ្នាខ្ញុំជឿជាក់ថាសម្ដេចពុកនឹងសម្រេចចិត្តនៅក្នុងការជឿអ្នកណាគេឲ្យច្បាស់លាស់បើជឿអាចោមកសៀតឲ្យជនក្បត់ជាតិមានពេញប្រទេសមានក្រៅប្រទេសគួរជឿវាបន្តទៀតអត់ហើយបើប្រជាជនកំពុងរាយការណ៍ពីជនក្បត់ជាតិឲ្យម្ដេចពុកអាចោមកសៀតស្លាប់ខ្ញុំប្រវត្តិមាត់ជឿអ្នកណាសម្ដេចពុកជឿអ្នកណាកុំភ្លេចទេរឿងកើតឡើងពីដើមដំបូងរហូតដល់ចប់តាំងពីឆ្នាំ2024រហូតដល់2026អាចោមកសៀតកូនចាំដៃពុកធ្វើអីបានខ្លះក្រៅពីកុហកបោកប្រាស់ទៅលើរបាយការណ៍ខ្ញុំអស់ទាំងជីវិតពីរដងបើងាប់បាត់សម្ដេចពុកក៏ទៅមើលវាចូលតាមលើតបោតែខ្ញុំមិនសាហាវមានអ្នកសេគំរាមខ្ញុំពីក្រៅងាប់ខ្ញុំតក់ស្លុតណាស់សម្ដេចពុកខ្ញុំនិយាយមែនខ្ញុំមនុស្សស្រីទុនខ្សោយសម្ដេចពុកពេលខ្ញុំឮគេគំរាមខ្ញុំអញ្ចឹងខ្ញុំភ័យស្លន់ស្លោបងខ្ញុំនិយាយមែនឥឡូវនៅក្នុងចិត្តខ្ញុំអត់ទាន់បាត់អារឿងសកម្មភាពអភ័យនៅពេលដែលឃើញរូបភាពទាំងអស់ហ្នឹងប៉ុន្តែសម្ដេចពុកដឹងថាពេលវេលារបស់មនុស្សយើងគិតទៅមុខអត់ត្រឡប់ថយក្រោយទេពេលណាដែលខ្ញុំលុកដៃធ្វើរឿងហ្នឹងហើយក៏ខ្ញុំធ្វើឲ្យតទៅចប់អញ្ចឹងខ្ញុំគ្រាន់តែសង្ឃឹមថាសម្ដេចពុកកុំបដ ாய் ឲ្យជនក្បត់ធ្វើអីស្រីតាមអំពើចិត្តហើយបើអត់ចង់ស្ដាយក្រោយទេសម្រេចចិត្តឲ្យបានត្រឹមត្រូវខ្ញុំនឹងចង់អល់ឲ្យចំកតាក្បាលកូនចាំដៃពុកថាអាចោមកសៀតកូនចាំដៃពុកនឹងគឺជាមេខ្លោងក្បត់ជាតិដែរអត់ខ្ញុំនឹងចោលចំកតាក្បាលវាហើយកុំភ័យថាអ្វីដែលខ្ញុំនិយាយខុសចាំតាមដានរាល់អ្វីដែលខ្ញុំនិយាយហើយមានអំណាងច្បាស់លាស់សម្ដេចពុកគិតខែ6ឆ្នាំ2024ដើមរឿងចេញពីដើមដំបូងមកចេញពីរឿងអីហើយទៅមូលហេតុអីគេបានទៅរាយការណ៍ខុសការពិតហើយមើលការដើរស៊ើបអង្កេតកន្លងមកទៅជួបមួយប្រជាជនទៅចាក់រុកប្រជាជននិយាយអីគេខ្លះ
ឬមួយក៏អាងគិតថាតើធ្វើអញ្ចឹងចេញមកហើយពាក់ព័ន្ធមួយអ្នកផ្សេងឆ្លោយដាក់អ្នកផ្សេងទៅមួយម៉ាត់គឺចប់អានឹងយើងនឹងលើកទៅនិយាយនៅពេលក្រោយខ្ញុំក៏នៅសង្ឃឹមថាសម្រាប់ពុកនឹងទទួលបានរាល់វីដេអូរបស់ខ្ញុំហើយខ្ញុំបញ្ជាក់នៅក្នុងវីដេអូនេះតែវាមិនមានផលប្រយោជន៍អីដល់ខ្ញុំទេគ្រាន់តែកូនចាំដៃពុកវាចង់ធ្វើសត្រូវរបស់ខ្ញុំងាប់ព្រោះអស់មួយជីវិតប្លន់ខ្ញុំប្រាជ័យហើយមានមុខតាមធ្វើបាបខ្ញុំទៀតបញ្ជាក់នៅក្នុងវីដេអូនេះច្បាស់កូនចាំដៃពុកធ្វើមុខរបរធ្វើនំអត់ម្សៅប្លន់ប្រជាជនស្រស់អាងខ្លួនឯងចេះលួចស្ដាប់សម្លេងយកសម្លេងរបស់គេទៅកាត់តចិញ្ច្រាំតម្លាក់ចូលក្នុងគណនៃក្លូនយកទៅធ្វើស៊ីធរសវត្តគេទៅសួរអរិទ្ធឧបនាយករដ្ឋមន្ត្រីស្ដេចពុកទៅសួរអរិទ្ធទៅដឹងហើយអរិទ្ធឧបនាយករដ្ឋមន្ត្រីចេញមុខធ្វើរឿងហ្នឹងហើយសួរវាទៅវាបានអាភ័ស្តុតាងទាំងអស់ហ្នឹងមកពីណាហើយបើកូនចាំដៃពុកវាល្អវាមិនមែនតាមស្លាប់ខ្ញុំពីបេដងចឹងទេហើយបើតាមស្លាប់ខ្ញុំហើយនេះអត់ទាំងហ៊ានទៅទទួលស្គាល់ការពិតប្រាប់ដៃពុកថាវាអ្នកស្លាប់ខ្ញុំផងខំប្រឹងលៀបពណ៌បកាច់ប្រខុយក្រសួងថាក្រសួងអ្នកស្លាប់ខ្ញុំសួរវាមើលវាហ៊ានទទួលស្គាល់ការពិតថាវាអ្នកស្លាប់ខ្ញុំអត់សម្ដេចពុកសួរវាច្បាស់មើលវាហ៊ានទទួលស្គាល់ហើយវាយកអំណាចរបស់នាយករដ្ឋមន្ត្រីមកតាមស្លាប់ខ្ញុំតែឥឡូវសួរវាហ៊ានទទួលស្គាល់ថាវាអ្នកស្លាប់ខ្ញុំអត់យើងនៅមានរឿងច្រើនទៀតដែលយើងត្រូវនិយាយគ្នាហើយកូនចៅសង្ឃឹមថាសម្ដេចពុកនឹងបានទទួលរាល់វីដេអូខ្ញុំអត់សង្ឃឹមអីច្រើននេះខ្ញុំនៅតែនិយាយតែខ្ញុំសង្ឃឹមថាសម្ដេចពុកនឹងបានទទួលរាល់វីដេអូរបស់ខ្ញុំផ្ទាល់ទៅហើយនឹងបានគ្រប់វីដេអូទាំងអស់អត់មានបាត់បង់នៅវីដេអូមួយណាខ្ញុំខានចេញវីដេអូមួយរយៈជូនដៃពុកដោយសារកូនចៅដៃពុកតាមស្លាប់ខ្ញុំពេកហើយនៅគៀកជាប់ខ្ញុំហ្មងសម្ដេចពុកដឹងថ្ងៃដែលខ្ញុំអត់មានកន្លែងដេកខ្ញុំទៅដេកនៅកន្លែងហាងកាហ្វេកូនចាំដៃពុកទៅគុំរៀមខ្ញុំដល់ហ្នឹងគុំរៀមចង់ចាក់ទឹកអាស៊ីតឲ្យខ្ញុំផឹកហើយចង់ជះទឹកអាស៊ីតលើខ្ញុំទៀតណាហើយដាក់របស់ខ្ញុំអត់ដឹងថាវាដាក់ស្អីគេនៅក្នុងគ្រឿងប្រើប្រាស់របស់ខ្ញុំទេសំបីតែមកជុលដេកអាងសំបីតែកត្រៃសំបីតែកតាស់ឬមួយក៏ស្អីក៏ដោយដែលមាននៅក្នុងកាវូបខ្ញុំទាំងប្រមាណកូនចាំដៃពុកអត់ដឹងលៀបស្អីឯហើយគោបំណងដែលចង់ស្លាប់ខ្ញុំគឺចាប់អាការ scan ឲ្យខ្ញុំនិយាយចឹងខ្ញុំតស៊ូសម្ដេចពុកខ្ញុំតស៊ូតម្រាំតែខ្ញុំអាច stand ខ្លួនឯងឲ្យក្រោកមកជាថ្មីម្ដងហើយម្ដងទៀតធ្វើវីដេអូជូនដាច់ពុកសម្ដេចពុកដឹងថាការដែលខ្ញុំមិនខ្លាចកូនចាំដៃពុកដែលសារមូលហេតុអីកូនចាំដៃពុកគឺជាជនក្បត់ជាតិថ្ងៃហ្នឹងយើងនិយាយគ្នាច្បាស់អញ្ចឹងយើងដាក់ឲ្យចំបើយើងដាក់អត់ចំទេកូនចាំដៃពុកនៅតែលេះច្រើនហើយសម្ដេចពុកគួរគិត Cyber Security លំដាប់ប៉ុណ្ណឹងយកលុយទៅទិញពួកជេប្រចៅបើវាមិនចោលមកសៀតដូចខ្ញុំនិយាយទេខ្ញុំដឹងថាគួរនិយាយមិនណាទីទៀតខ្ញុំនឹងបកស្រាយតែទៅជាមួយនឹង Cyber Security ទោះបីជាខ្ញុំអត់ចេះ Cyber Security ខ្ញុំអត់ដែររៀន Cyber Security ពិតមែនតែខ្ញុំទាំងឲ្យស្ដេចពុកដឹងថាតើកូនចាំដៃពុកក៏ហក់បោកប្រាស់គ្រប់រឿងអត់តែទៅជាមួយនឹង Cyber Security ហើយជាមើលអ្នកណាគេ hack ប្រព័ន្ធតំណែងបងប្អូនហ៊ុនម៉ាណីគង់តែដឹងឯងអញ្ចឹងមិនវាប្រញាប់ស្លាប់ខ្ញុំឲ្យបានពី